វីដេអូនេះបង្ហាញអំពីរបៀបក្នុងការភ្ជាប់ទូរស័ព្ទក៏ដូចជាការហោះហើរផ្សេងៗទៅលើដ្រូន S156 ជាដំបូងគេនឹងយើងបង្ហាញអំពីការសាកថ្មសម្រាប់ការសាកថ្មគឺយើងយកខ្សែសាកវា Type C នឹងមកសាកជាមួយថ្មវាមកទៅការលោតភ្លើងពណ៌ក្រហមមកអញ្ចឹងនៅពេលដែលវាលោតភ្លើងគឺមានន័យថាវាពេញថ្មតែម្ដងបើសម្រាប់ Remote Control វិញគឺយើងអាចដោតនៅកន្លែង USB នឹងបានសាកថ្មវាទៅវាលោតពណ៌ក្រហមខាងលើហ្នឹងហើយនៅពេលដែលវាពេញក៏វាលោតដែរជាមួយនឹងភ្លើងរបស់ Tele តែម្ដងការហោះហើរយើងធ្វើការសាកថ្មវាឲ្យហើយសិនបន្តមកទៀតយើងធ្វើការដាក់ថ្មចូលដ្រូនដាក់ថ្មចូលដ្រូនបែបហ្នឹងហើយយើងបែរមកខាងក្រោមចុចប៊ូតុងណាជាប់ប្រហែលជា3វិនាទីវាធ្វើការបើកភ្លើង LED តែម្ដងបន្តមកទៀតយើងអាចបើកជាមួយ Remote Control បើកមកប្រហែលជា2វិនាទីហ្នឹងគឺវាធ្វើការស្គាល់គ្នាបង្ហាញកាមេរ៉ារបស់ដ្រូន S156 តែម្ដងហើយភ្លើងមកវាញាក់រហូតចឹងនៅពេលដែលវាស្គាល់ Tele គឺវាលេងញាក់ឲ្យភ្លើងមកវាហ្នឹងចាំមកទៅគឺយើងបើកដ្រូនមុនចាំបើក Tele តាមក្រោយសម្រាប់ការភ្ជាប់ហើយមុននឹងការហោះហើរយើងគួរតែចុចប៊ូតុង Gyroscope ឬប៊ូតុង Calibration មួយសិនមុននឹងធ្វើការហោះហើរដើម្បីឲ្យវាសុវត្ថិភាពក៏ដូចជាហោះបាននឹងល្អចុចប៊ូតុងមួយបន្តមកទៀតនៅពេលវាលុបភ្លើងយើងអាចធ្វើការចុចប៊ូតុងនេះមួយដើម្បីឲ្យវា Picture Motor ធ្វើការហោះឡើងតែម្ដងដែលយើងចុចប៊ូតុងមួយទៅវាវិល Motor បន្តមកទៀតយើងអូសប៊ូតុង Joystick ខាងឆ្វេងនឹងឡើងទៅគឺវាធ្វើការហោះឡើង Joystick ខាងឆ្វេងអ្នកនរមើលក្នុងវីដេអូឃើញហើយគឺថាអូសទៅឆ្វេងទៅស្ដាំទៅមុខទៅក្រោយហ្នឹងគឺឃើញអ្នកនរពីការផ្លាស់ប្ដូរក៏ដូចជាការផ្លាស់ទីរបស់ដ្រូនមួយនៅក្នុងវីដេអូនេះខ្ញុំប្រាប់ត្រួសទេនិយាយទៅអ្នកនរអាចមើលវីដេអូ review ខ្ញុំពេញក៏បានដែរវីដេអូ review នៅក្នុង YouTube ខ្ញុំមានពេញតែម្ដងប៊ូតុងខាងលើនេះវិញគឺជាប៊ូតុងល្បឿននឹងមានន័យថាយើងចង់បានល្បឿនលឿនល្បឿនយឺតដូចហ្នឹងយើងអាចស្រេកល្បឿនបានល្បឿនវិញមានដល់3ល្បឿន3កម្រិតណាយ៉ាងទៀតប៊ូតុងអាឡាតក៏វាមានដែរអ្នកនរយើងគ្រាន់តែចុចប៊ូតុងមួយហើយអូស joystick ខាងស្ដាំមួយមកគឺវាធ្វើការហោះកន្លាប់ទៅតាមហ្នឹងតែម្ដងហើយប៊ូតុងនេះវិញគឺជាប៊ូតុងសេរីពវល់កាមេរ៉ា rotate កាមេរ៉ាចុះឡើងយើងចង់ងាកចងាកឡើងហើយយើងអាចសេរីទៅមកក្រឹបទៅពេលដែលយើងចង់ជប់លេងឬក៏ចិត្តអស់ថ្មយើងអាចចុចទៅបានចុចប៊ូតុងមួយមកឬក៏អូស joystick ឆ្វេងហ្នឹងឲ្យជាប់គឺវាចុះតែម្ដងអញ្ចឹងឥឡូវនេះយើងធ្វើការភ្ជាប់ទូរស័ព្ទដើម្បីយើងអាច connect ក៏ដូចជាថតចូលទៅក្នុងទូរស័ព្ទតែម្ដងតែប្រភេទ drone នេះអេក្រង់ហ្នឹងគឺយើងស្រាប់តែមើលទេអ្នកគ្នាបើថាយើងចង់ថតចូលទូរស័ព្ទចូលអីងាយស្រួលគឺយើងណែនាំក៏ដូចជាក្រុមហ៊ុនណែនាំឲ្យប្រើទូរស័ព្ទវាស្រួលជាងមានថាយើងចូលទៅ download app ហើយសិនមកអ្នកនេះ app វាគឺឈ្មោះ HF ដូចខាងលើបន្តមកទៀតយើងធ្វើការបិទ drone បិទ tele បិទអីទាំងអស់តែម្ដងដោយតែបង្ហាញក្នុងវីដេអូអញ្ចឹងគឺយើងបានបិទ drone បានបិទ tele ហើយទាំងអស់តែម្ដងហើយចាប់ផ្ដើមបើកសាថ្មីនេះគឺយើងបើក drone មុននេះបើក drone វាចេញភ្លើងចេញមុនកុំបើក tele បន្តមកទៀតទូរស័ព្ទយើងហ្នឹងគឺយើងអាចចូលទៅ setting ចូលពី Wi-Fi លោតឈ្មោះ drone មួយប្លែកមែនតើយើងអាចអូស connect វាបានពេលនេះចូលទៅគឺឃើញគឺឈ្មោះវិញហើយនៅពេលដែលយើង connect អាចឃើញកាមេរ៉ាហ្នឹងហើយយើងចាំបើក drone តាមក្រោយបន្ទាប់ពីបើក drone ហើយយើងអាចចុចប៊ូតុងបិទអេក្រង់ចេះជាប់ទៅវាបិទអេក្រង់បន្តមកទៀតយើងអាចដាក់ទូរស័ព្ទនៅខាងលើហ្នឹងយើងងាយស្រួលក្នុងការបញ្ជាបដាមើលកាមេរ៉ាវាបដាម្យ៉ាងទៀតយើងអាចដាក់របាំងខាងលើបាននេះរបាំងការពារខាងលើហ្នឹងគឺយើងអាចដាក់បានឲ្យមកមួយសេតនៅក្នុងកាបូបហ្នឹងតែម្ដងយើងអាចដាក់ការពារបន្ថែមទៀតក៏បានដែរបើថាអ្នកទាំងគ្នាចង់ដាក់ក៏បានដែរចង់ដាក់ការពារអីបន្ថែមទៀតគឺយើងអាចដាក់ទៀតបានបើនិយាយពីការដោស្លាបវិញគឺយើងមើលផងអ្នកទាំងគ្នាស្លាបវាមានអក្សរ A អក្សរ B ហើយសម្រាប់ស្លាបវាគឺវាឲ្យសកលមកមួយគូដែរអ្នកគ្នាមើលបានវាមានអក្សរ A អក្សរ B អញ្ចឹងយើងដូរមើលអក្សរលើហ្នឹងទៅអក្សរលើស្លាប A យើងដោះពីស្លាប A ដាក់ស្លាប A វិញបើយើងដាក់ខុសស្លាបគឺធ្វើឲ្យដ្រូននឹងហត់កើតទេតម្លៃម្ដងទៀតប្រភេទពូននេះតម្លៃវាត្រឹមតែ$55តែប៉ុណ្ណោះពណ៌ទឹកក្រូចពណ៌ខ្មៅគឺមាន stock full stock តែម្ដងអ្នកចង់បានអាចធ្វើការតាក់ទងនឹង page បាន X Drone អរគុណច្រើនជួបគ្នាវីដេអូក្រោយ